ជាបឋមខ្ញុំប្រកាសថាខ្ញុំសូមថ្វាយបង្គំចំពោះព្រះធេរានុធេរៈគ្រប់ព្រះអង្គសូមគោរពចំពោះវត្តមានបើសិននិស្សិតគ្រប់រូបដែលជាអ្នកសិក្សាស្រាវជ្រាវទៅលើជំនាញរដ្ឋបាលសាធារណៈក្តីជំនាញពាក់ព័ន្ធទៅនឹងរង្វង់រដ្ឋបាលសាធារណៈក្តីនិងសូមគោរពទៅដល់ប្រិមិត្តអ្នកសិក្សាជាទីមេត្រីដែល Channel Unity South ដែលមានឈ្មោះថា Powering of Education ថ្ងៃនេះយើងពិតជាមានឱកាសក្នុងការចែករំលែកទាក់ទងក្នុងប្រធានបទដែលយើងស្ដីអំពីសំណួររដ្ឋបាលសាធារណៈក្នុងគោលដៅមួយដែលយើងមាន slogan ទាក់ទងទៅនឹង Development Transformation Innovation and Sustainability ក្នុងនោះយើងបង្កើតនៅប្រព័ន្ធផ្សព្វផ្សាយនេះមកក្នុងគោលដៅដើម្បីពង្រឹងទៅលើសមត្ថភាពចែករំលែកចំណេះដឹងហើយក៏វាជាឯកសារមួយដែរសម្រាប់ជំនួយស្មារតីសម្រាប់ទៅដល់សិស្សសំណាក់និស្សិតក៏ដូចជានិស្សិតយកទៅសិក្សាស្រាវជ្រាវបន្ថែមដែលវាជាជំនួយមួយផ្នែកក្នុងការប្រឡងវិជ័យនានានិងយកទៅប្រើប្រាស់ទៅតាមតម្រូវការរបស់សំណាក់និស្សិតនិងនិស្សិតក្នុងនោះយើង describe ពណ៌នាពី channel របស់យើងសិនដែលតាក់ទងទៅនឹង Powering of Education យើងបង្កើតមកគឺជាប្រព័ន្ធផ្សព្វផ្សាយមួយដែលយើងផ្ដោតសំខាន់តែទៅលើការចែករំលែកចំណេះដឹងខាងសង្គមដូចជាប្រវត្តិសាស្ត្រប្រទេសកម្ពុជាប្រព័ន្ធច្បាប់ប្រព័ន្ធរដ្ឋបាលសាធារណៈក្នុងការគ្រប់គ្រងការបកស្រាយច្បាប់ពិភាក្សាវែកញែកនិងជាអាចហើយអត្ថប្រយោជន៍សម្រាប់សំណាក់និស្សិតដូចជានិស្សិតនិងប្រិយមិត្តអ្នកសិក្សាក្នុងការចូលទស្សនាក៏ចូលសិក្សាឆ្វេងយល់បន្ថែមដោយខ្លួនឯងគឺវាជំនួយស្មារតីមួយផ្នែកហើយវាភ្ជាប់ជាមួយនឹងចំណេះដឹងនៅឲ្យយើងមាននៃការអភិវឌ្ឍក៏ដូចជាការអនុវត្តទៅលើកម្មវត្ថុដែលជាតម្រូវការរបស់យើងផ្ទាល់ដោយចីរភាពហើយនឹងប្រសិទ្ធភាពក្នុងការសិក្សានិងប្រសិទ្ធផលរបស់យើងទៀតសោតជារួមថ្ងៃនេះយើងតាក់ទងទៅនឹងសំណួររដ្ឋបាលសាធារណៈដែលខ្ញុំបានលើកយកតែ3សំណួរមកសិក្សាឆ្វេងយល់ហើយនឹងចែករំលែកទៅកាន់សមាជិកនិស្សិតក៏ដូចជានិស្សិតមួយគឺយើងនិយាយអំពីថាតើគោលការណ៍នៃការគ្រប់គ្រងរដ្ឋបាលនោះមានអ្វីខ្លះ2គឺយើងវែកញែកពីថាតើការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈគឺផ្ដោតសំខាន់ទៅលើអ្វីហើយជាចុងក្រោយនោះគឺសំណួរទី3តើអ្វីទៅជាអធិពលនៃសកលភាវូបនីយកម្មលើរដ្ឋបាលសាធារណៈសំណួរទី1តើគោលការណ៍នៃការគ្រប់គ្រងរដ្ឋបាលមានអ្វីខ្លះដែលជារួមតាមការសិក្សាគោលការណ៍នៃការគ្រប់គ្រងរដ្ឋបាលដែលរួមមាន1គឺគោលការណ៍និរន្តរភាពនៃសេវាសាធារណៈ2គឺផ្ដោតទៅលើគោលការណ៍សមភាពគឺជាការប្រឡងប្រជែងធ្វើឲ្យការងារក្នុងក្របខ័ណ្ឌមុខងារសាធារណៈមានតម្លាភាពហើយគោរពទៅលើបែបបទនៃគុណធិបតេយ្យជាចុងក្រោយគឺចំណុចទី3នោះគឺគោលការណ៍អព្យាក្រឹតដែលថាគឺរដ្ឋបាលមិនមែនគឺរដ្ឋបាលគឺមិនមានពណ៌សម្បល់នយោបាយនោះទេខ្ញុំសង្ឃឹមថាសមាជិកនិស្សិតនិងនិស្សិតនឹងទទួលបាននៅគោលការណ៍នៃការគ្រប់គ្រងរដ្ឋបាលទាំង3ចំណុចខាងលើនេះតើតងទៅនឹងសំណួរទី2ថាតើការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈគឺផ្ដោតសំខាន់ទៅលើអ្វីកំណែទម្រង់រដ្ឋបាលសាធារណៈគឺផ្ដោតសំខាន់ទៅលើការធានានៃការផ្ដល់សេវាសាធារណៈជូនទៅដល់ប្រជាពលរដ្ឋប្រកបទៅដោយគុណភាពតម្លាភាពហើយនិងប្រសិទ្ធភាពក្នុងនោះសេវាសាធារណៈដែលមានចែងក្នុងគោលនយោបាយស្ដីពីការផ្ដល់សេវាសាធារណៈនៃក្រមប្រឹក្សាកំណែទម្រង់រដ្ឋបាលត្រូវបានចងក្រងនិងប្រមូលផ្ដុំជា7ប្រភេទធំទៅតាមវិស័យនិងការទទួលខុសត្រូវរបស់ក្រសួងស្ថាប័នដែលជារួមមាន1គឺផ្ដោតទៅលើចង្កោមសេវាពាក់ព័ន្ធនិងអធិបតេយ្យភាពរបស់រដ្ឋ
2 គឺចង្កោមសេវាពាក់ព័ន្ធនឹងផ្នែកសន្តិសុខសណ្ដាប់ធ្នាប់ 3 គឺចង្កោមសេវាពាក់ព័ន្ធនឹងយុត្តិធម៌និងអាជ្ញាកណ្ដាល 4 ចង្កោមសេវាពាក់ព័ន្ធនឹងការលើកកម្ពស់កិច្ចការពាណិជ្ជកម្មសហគ្រាសធុនតូចនិងមធ្យមបរិស្ថានវិនិយោគនិងការចូលរួមរបស់ផ្នែកឯកជនក្នុងការកសាងនិងការថែទាំហេដ្ឋារចនាសម្ព័ន្ធចំណុចទី 5 ចង្កោមសេវាពាក់ព័ន្ធនឹងសង្គមគិច្ចវប្បធម៌និងកិច្ចការនារីចំណុចទី 6 ចង្កោមសេវាពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត 7 ចង្កោមសេវាពាក់ព័ន្ធនឹងការប្រមូលចំណូលការធ្វើវិចារណកម្មចំណាយនិងការបើកផ្ដល់ខ្ញុំសង្ឃឹមថាសំណាក់និស្សិតក៏ដូចជានិស្សិតបានយល់នៅគោលការណ៍ទាំង 7 ចំណុចក្នុងការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈដែលជាកម្មវត្ថុក្នុងការផ្ដោតសំខាន់នេះឯង 3 តើអ្វីទៅជាឥទ្ធិពលនៃសកលភាវូបនីយកម្មលើរដ្ឋបាលសាធារណៈតាមការសិក្សានិងឆ្លុះបង្ហាញតាមរយៈខ្ញុំផ្ទាល់ឥទ្ធិពលនៃសកលភាវូបនីយកម្មលើរដ្ឋបាលសាធារណៈជារួមមាន1គឺតាក់ទងទៅលើរដ្ឋបាលបែបសហគ្រិននោះគឺវាមានអត្ថន័យថាតាក់ទងទៅនឹងផលិតភាពនិងប្រសិទ្ធភាពចំណុចទី 2 គឺការផ្លាស់ប្ដូរតួនាទីការិយាធិបតេយ្យដែលតាក់ទងទៅនឹងការជួយគ្រប់គ្រងពន្លឿននិងជំរុញ 3 ការច្នៃប្រឌិតរដ្ឋបាលឡើងវិញគឺជាការគ្រប់គ្រងរដ្ឋបាលតាមបែបថ្មីនេះឯងចំណុចទី 4 គឺការកែតម្រង់សេវាសាធារណៈគឺយកគោលដៅដែលប្រជាជនជាស្នូល 5 គឺអភិបាលកិច្ចល្អដែលកំណត់ពីប្រសិទ្ធភាពភាពជឿទុកចិត្តបាននិងគណនេយ្យភាពដែលជាចុងក្រោយនោះគឺរដ្ឋបាល Digital នេះឯងដើម្បីឆ្លើយតបនិងមានភាពងាយស្រួលទទួលបានសេវានិងគណនេយ្យភាពទាំងរដ្ឋបាលថ្នាក់ជាតិក៏ដូចជារដ្ឋបាលថ្នាក់ក្រោមជាតិខ្ញុំសង្ឃឹមថាតកតងទៅនឹងឥទ្ធិពលនៃសកលភាវូបនីយកម្មក្នុងទម្រង់នៃរដ្ឋបាលសាធារណៈនេះចំពោះសំណាក់និស្សិតក៏ដូចជានិស្សិតដែលជាអ្នកសិក្សាឆ្វេងយល់អំពីទម្រង់និងបែបបទនៃរដ្ឋបាលសាធារណៈនឹងមានការយល់ដឹងខ្ពស់ដែលតកតងទៅនឹង3សំណួរខាងលើព្រោះវាជាសំណួរមួយដែលសំខាន់និងមានឥទ្ធិពលខ្លាំងមែនទែននៅក្នុងរង្វង់រដ្ឋបាលសាធារណៈយើងដើម្បីជំនួយជាស្មារតីក៏ដូចជាជំនួយទៅដល់ការសិក្សានិងការប្រឡងនានាក៏ដូចជាតម្រូវការរបស់សំណាក់និស្សិតក៏ដូចជានិស្សិតហើយជាចុងបញ្ចប់ខ្ញុំប្រកាសថាខ្ញុំសូមអរព្រគុណនិងសូមអរគុណចំពោះសំណាក់និស្សិតក៏ដូចជានិស្សិតដែលបានយកចិត្តទុកដាក់និងយកពេលវេលាដ៏មានតម្លៃក្នុងការស្ដាប់និងសិក្សាឆ្វេងយល់ពី Channel Powering of Education ដែលជា Channel មួយទាក់ទងទៅនឹងការផ្ដល់ចំណេះដឹងនិងដើម្បីពង្រឹងសមត្ថភាពទៅដល់សំណាក់និស្សិតក៏ដូចជានិស្សិតដែលជាអ្នកសិក្សាស្រាវជ្រាវនេះឯងហើយជាចុងក្រោយខ្ញុំប្រកាសថាខ្ញុំគឺមានតែសូមអរព្រគុណហើយនឹងសូមអរគុណហើយនឹងជូនពរឲ្យសំណាក់និស្សិតឬជានិស្សិតគ្រប់រូបទទួលបាននៅពុទ្ធពរទាំង5ប្រការគឺអាយុវណ្ណៈសុខៈពលៈបដិបិណៈកំបីឃ្លាតឡើយសូមអរគុណ